សហរដ្ឋអាមេរិកពេលនេះកំពុងតែយ៉ាងខ្លាំងដែលលូកដៃចូលជួយប្រទេសអ៊ីស្រាអែលឥឡូវប្រទេសអ៊ីស្រាអែលបើអត់អាសហរដ្ឋអាមេរិកទេនោះប្រទេសអ៊ីស្រាអែលនឹងខ្ទេចគ្មានសេះសល់អីតែបន្តិចណាឡើយពេលនេះប្រជាជនអ៊ីស្រាអែលបានស្លាប់ច្រើនណាស់ជាពិសេសជំរំភាខ្លួនខ្វះទឹកខ្វះចំណីអាហារទៀតផងប្រជាជនអ៊ីស្រាអែលមានតែ10 លាននាក់ជាងទេនៅក្នុងប្រទេសមួយនេះឥឡូវអាមេរិកកំពុងតែលូកដៃជួយនៅច្រកសមុទ្ររបស់ប្រទេសអ៊ីរ៉ង់គឺច្រកសមុទ្ររហូតពេលនេះអាមេរិកលើកទ័ពចូលជួយក៏ជួយមិនបានដែរដើម្បីចូលទៅដល់ប្រទេសអ៊ីស្រាអែលជាច្រកមួយច្រកសមុទ្រហូម៉ុតជាច្រកសមុទ្រតូចចង្អៀតណាស់ទីនឹងជាច្រកសមុទ្ររបស់ប្រទេសអ៊ីរ៉ង់នឹងកំទេចរាល់នាវាណាដែលសហរដ្ឋអាមេរិកបញ្ជូនមកចូលទៅច្រកសមុទ្រហូម៉ូតដើម្បីវាយឡើងចូលដល់កន្លែងកាន់កាប់ឬប្រទេសរបស់អ៊ីរ៉ង់កំពុងដាក់ពាក្យឲ្យសហរដ្ឋអាមេរិកចូលមកបើចង់ខ្លាំងគឺសហរដ្ឋអាមេរិកចូលមកប្រយុទ្ធគ្នានៅតាមសមុទ្រច្រកម៉ងនេះតែម្ដងពេលនេះសហរដ្ឋអាមេរិកពិបាកចិត្តមិនអាចលើកទ័ពនិងជើងអាកាសមកវាប្រយុទ្ធយន្តហោះសហរដ្ឋអាមេរិកយ៉ាងស្រួលនឹងនាវាដឹកនាំជើងអាកាសរបស់បាញ់ដោយញីមិនបាច់ចាំមានណារ៉ាដាជំនួយនោះទេ